ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទខកសុនមានជំនឹងសុភីមួយទៀតដើម្បីចែករំលែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ទាក់ទងបញ្ហាទឹកភ្លួងបាទអញ្ចឹងទាក់ទងបញ្ហាទឹកភ្លួងដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដើម្បីចែករំលែកគឺយើងនិយាយអំពីធ្វើម៉េចកុំឲ្យខ្វះទឹកភ្លួងដែលភាសាអង់គ្លេសយើងហៅថា how to keep amniotic fluid normal និយាយថាបញ្ហាទឹកភ្លួងគឺជាបញ្ហារឿងធំផងដែរសម្រាប់កូនបាទបើសិនជាមានបញ្ហាខ្វះទឹកភ្លួងវាអាចធ្វើឲ្យមានបញ្ហាច្រើនទៅលើកូនផងដែរបាទអញ្ចឹងយើងចង់ដឹងថាតើយើងត្រូវធ្វើយ៉ាងម៉េចកុំឲ្យខ្វះទឹកភ្លួងបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមាតិកាក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសក្ដើមទី2គឺមូលហេតុខ្វះទឹកភ្លួងនិងទី3គឺធ្វើម៉េចកុំឲ្យខ្វះទឹកភ្លួងបាទយើងចង់ដឹងថាតើមូលហេតុខ្វះទឹកភ្លួងនឹងវាបណ្ដាលមកពីមូលហេតុអ្វីខ្លះហើយនឹងធ្វើម៉េចកុំឲ្យខ្វះទឹកភ្លួងបាទយើងចង់ដឹងបងប្អូនសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមទឹកភ្លួងគឺជាសារធាតុរាវលឿងថ្លារកឃើញនៅក្នុងប្រហោងទឹកភ្លួងរយៈពេល12ថ្ងៃក្រោយការបង្កកំណើតគឺវានៅព័ទ្ធជុំវិញកូនតែម្ដងតែកំពុងលូតលាស់នៅក្នុងប្រហោងស្បូនបាទអញ្ចឹងវានៅព័ទ្ធជុំវិញកូនតែម្ដងតែកូនកំពុងតែលូតលាស់នៅក្នុងប្រហោងស្បូនហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើនឹងមូលហេតុខ្វះទឹកភ្លួងតើខ្វះទឹកភ្លួងហ្នឹងវាបណ្ដាលមកពីមូលហេតុអ្វីខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលមូលហេតុខ្វះទឹកភ្លួងទី1គឺអាចមកពីម្ដាយហ្នឹងញ៉ាំទឹកមិនគ្រប់គ្រាន់បាទអាហ្នឹងគឺជាមូលហេតុញឹកញាប់ដែលយើងឃើញបាទតើតើនឹងម្ដាយញ៉ាំទឹកមិនគ្រប់គ្រាន់បាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើមូលហេតុខ្វះទឹកភ្លួងទី2វាអាចតើតើនឹងកូនស្លាប់ក្នុងពូជបាទអញ្ចឹងកូនស្លាប់ក្នុងពូជបាទឃើញថាបំរែបំរួលទឹកភ្លួងនឹងកើតមានឡើងផងដែរបាទអញ្ចឹងយើងមើលតទៅទៀតតើតើមូលហេតុខ្វះទឹកភ្លួងទី3គឺភាពមិនប្រក្រតីនៃតម្រងនំកូនធ្វើឲ្យថយចុះបរិមាណទឹកនំកូនព្រោះយើងដឹងថាកូនវាលើទឹកភ្លួងហើយវានោមចេញមកវិញអញ្ចឹងយើងឃើញថាពេលដែលតម្រងនំកូនមានភាពមិនប្រក្រតីអញ្ចឹងយើងឃើញថាវាធ្វើមានការបញ្ចេញមកវិញមានការថយចុះបាទនៃទឹកហ្នឹងបាទធ្វើឲ្យម្ដាយហ្នឹងមានបញ្ហាខ្វះទឹកភ្លួងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើមូលហេតុខ្វះទឹកភ្លួងទី4គឺកូនលូតលាស់យឺតក្នុងស្បូនបាទអញ្ចឹងបញ្ហាកូនលូតលាស់យឺតក្នុងស្បូនហ្នឹងអាចកូននឹងមានបញ្ហាភាពមិនប្រក្រតីណាមួយបាទអាចធ្វើឲ្យកូននឹងមានបញ្ហាដែរបាទអញ្ចឹងវាជាមូលហេតុមួយដែរតើតើបញ្ហាខ្វះទឹកភ្លួងហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើមូលហេតុខ្វះទឹកភ្លួងទី5គឺអាចមានបញ្ហាបែកឬក៏ជ្រាបហង់ទឹកភ្លួងបាទអញ្ចឹងនៅពេលដែលមានការបែកឬក៏ជ្រាបទឹកភ្លួងចេញមកអាចធ្វើឲ្យម្ដាយនឹងមានបញ្ហាខ្វះទឹកភ្លួងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើមូលហេតុខ្វះទឹកភ្លួងទី6គឺពាក់ព័ន្ធនឹងកូនលើខែបាទអញ្ចឹងកូនលើខែក៏អាចធ្វើឲ្យបរិមាណទឹកភ្លួងកាន់តែថយចុះរហូតដល់ការខ្វះទឹកភ្លួងកើតមានឡើងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើមូលហេតុខ្វះទឹកភ្លួងទី7គឺតើតើនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូមកូនបាទអញ្ចឹងភាពមិនប្រក្រតីនៃក្រូម៉ូសូមកូនហ្នឹងគឺអាចធ្វើឲ្យមានការប្រែប្រួលតើតើនឹងការផលិតទឹកភ្លួងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើមូលហេតុខ្វះទឹកភ្លួងទី8គឺពាក់ព័ន្ធនឹងលំហូរឈាមរវាងសក់ហើយនិងកូនបាទឬក៏ស្បូនហ្នឹងបាទគឺមិនគ្រប់គ្រាន់អញ្ចឹងនៅពេលដែលលំហូរឈាមរវាងសក់ហើយនិងស្បូនវាអត់គ្រប់គ្រាន់វាធ្វើឲ្យបរិមាណទឹកភ្លួងហ្នឹងក៏វាមានការប្រែប្រួលដែរបាទព្រោះឲ្យយើងដឹងថាឈាមលំហូរចូលទៅដល់ស្បូនហ្នឹងគឺវាធ្វើឲ្យតកតងការបង្កើតទឹកភ្លួងកើតមានឡើងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងមូលហេតុខ្វះទឹកភ្លួងទី9គឺអាចម្ដាយមានជំងឺបំរុងកន្លះភ្លើងអញ្ចឹងនៅពេលដែលម្ដាយមានជំងឺហ្នឹងគេសង្កេតឃើញភាគច្រើនគឺមានបញ្ហាខ្វះទឹកភ្លួងបាទកើតមានឡើងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតកតងមូលហេតុធ្វើម៉េចបាទតកតងបញ្ហាកុំឲ្យខ្វះទឹកភ្លួងហ្នឹង
បាទចឹងមានវិធីយ៉ាងណាខ្លះកុំឲ្យខ្វះទឹកភ្លួងបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងវិធីជួយបង្កើនទឹកភ្លួងទី1គឺស្ត្រីត្រូវញ៉ាំទឹកឲ្យបានច្រើនលើសពី2លីត្រក្នុងមួយថ្ងៃព្រោះការបង្កើនការញ៉ាំទឹកគឺក៏បង្កើនការផលិតទឹកភ្លួងផងដែរព្រោះហ្នឹងទឹកភ្លួងរបស់កូនហ្នឹងគឺវាកើតចេញពីស្ត្រីញ៉ាំទឹកហ្នឹងឯងបាទអញ្ចឹងយើងមើលតទៅទៀតតកតងវិធីជួយបង្កើនទឹកភ្លួងទី2គឺស្ត្រីអាចបរិភោគបន្លែនិងផ្លែឈើដែលសម្បូរទៅដោយជាតិទឹកបាទក្នុងនោះគឺយើងថាពេញនិយមជាងគេគឺទឹកអំពៅទឹកដូងបាទហើយនិងទឹកផ្លែឈើផ្សេងៗទៀតបាទវាអាចជួយក្នុងការបង្កើនទឹកភ្លួងផងដែរបាទមួយទៀតដែរតកតងវិធីជួយបង្កើនទឹកភ្លួងទី3គឺយើងមិនត្រូវប្រើប្រាស់ថ្នាំដែលគ្មានវិជ្ជបញ្ជាទេព្រោះថ្នាំខ្លះយើងប្រើទៅវាអាចធ្វើឲ្យព្រីងទឹកភ្លួងផងដែរបាទអញ្ចឹងវាក្តៅវាប្រែប្រួលបាទអញ្ចឹងយើងត្រូវប្រយ័ត្នតកតងការប្រើប្រាស់ថ្នាំក្នុងពេលមានទឹកភ្លួងហ្នឹងបាទអញ្ចឹងយើងមើលតទៅទៀតតកតងវិធីជួយបង្កើនទឹកភ្លួងទី4គឺមិនត្រូវប្រើប្រាស់ថ្នាំខ្មែរឬក៏ថ្នាំចិនសែននោះទេបាទពីព្រោះថ្នាំខ្លះវាប្រើទៅវាអាចធ្វើមានបញ្ហាបំរែបំរួលទឹកភ្លួងរបស់កូនផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងវិធីជួយបង្កើនទឹកភ្លួងទី5គឺមិនត្រូវផឹកគ្រឿងស្រវឹងនិងជក់បារីទេបាទអញ្ចឹងគេឃើញថាតកតងនឹងគ្រឿងស្រវឹងហើយនឹងបារីបាទវាអាចប៉ះពាល់ទៅដល់ការផលិតទឹកភ្លួងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងវិធីជួយបង្កើនទឹកភ្លួងទី6គឺស្ត្រីអាចផឹកបន្ថែមនៅកាល់ស្យូមហើយនិងជាតិដែកកាច់ផឹកបានបាទអញ្ចឹងគេថាតកតងនឹងកាល់ស្យូមបាទហើយនឹងជាតិដែកកាច់ផឹកហ្នឹងគឺបាទវាអាចជួយក្នុងការបម្រែបម្រួលតកតងនឹងត្បូនបាទអញ្ចឹងវាអាចតកតងនឹងការជួយដល់ការផលិតទឹកភ្លួងបានល្អប្រសើរផងដែរបាទទាំងអស់ហ្នឹងគឺតកតងវិធីជួយក្នុងការបង្កើនទឹកភ្លួងហ្នឹងបាទអញ្ចឹងបើសិនជាស្ត្រីមានបញ្ហាតកតងនឹងទឹកភ្លួងបាទឬក៏ចង់តាមដានផ្ទៃពោះអេកូផ្ទៃពោះហ្នឹងបាទយើងឃើញថាខាងប្រាសាទរៀងខ្ញុំមានផ្ដល់សេវាផលិតអេកូផ្ទៃពោះបាទចាប់រូបភាពកូនហ្នឹងមើលរូបភាពកូនផ្សេងៗក៏ដូចជាការអេកូរោគស្ត្រីទូទៅផងដែរបាទបើចង់ទំនាក់ទំនងយើងមានលេខទូរស័ព្ទ3ខ្សែក្នុងការទំនាក់ទំនងគឺ088 31 32 225 092 59 350និង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏អាចមើលតាមផែនទីផ្ទាល់បាទអញ្ចឹងលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR Code Reader តម្លើងកម្មវិធីនោះមកបើកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Land ដោយអក្សរស្រាប់តម្លើងកម្មវិធីហ្នឹងមកបើកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនចឹងទេយើងមើលតាមផែនទីផ្ទាល់បាទយ៉ាចុះតាមខ្លោងទ្វារវត្តសំសល់បត់តាមវត្តខាងស្ដាំដៃចុះតាមផ្លូវ16បេតេត្រង់ចុងផ្លូវគឺដល់ទីតាំងខ្ញុំហើយឬក៏មិនចឹងទេអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Company តែម្ដងបើសិនមកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំបានគឺប្រាសាទ Riri Women Clinic បាទធ្វើការ scan QR code ទៅបាទចូលក្នុង channel ខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតផងដែរបើសិនបាទពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងបញ្ហាស្ត្រីផ្ទៃពោះបាទជំងឺក្នុងពេលផ្ទៃពោះបាទការអេកូផ្ទៃពោះការចាក់វ៉ាក់សាំងផ្សេងៗចំពោះម្ដាយហើយនិងកូនក៏ដូចជាការយល់ដឹងអំពីជំងឺផ្សេងៗក្នុងពេលមានផ្ទៃពោះបាទយើងអាចចូលទៅក្នុង YouTube Channel វាយពាក្យប្រាសាទរីបាទដែលសនស្រាប់ដោយ search បាទស្វែងរកទៅបាទពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង channel ចុចពី Subscribe និងរូបកណ្ដឹងបាទចុចពី Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជួយ Subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្ថែមទៀតបាទសូមអរគុណ